ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Forniset ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតនិយាយអំពីយុទ្ធសាស្ត្រយកមកបង្ហាញជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីប្រវត្តិនៃពាក្យយុទ្ធសាស្ត្រនិងការប្រើប្រាស់យុទ្ធសាស្ត្រក្នុងវិស័យយោធានយោបាយក៏ដូចជាអាជីវកម្មតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើយុទ្ធសាស្ត្រជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពីយុទ្ធសាស្ត្រដែលគេអនុវត្តក្នុងអាជីវកម្មដូចជាយុទ្ធសាស្ត្រទីផ្សារជាដើមសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Exploring Strategy របស់លោក Richard Whittington បោះពុម្ពលើកទី12ក្នុងឆ្នាំ2020នៅចំពុកទី1ទំព័រទី5បានប្រាប់យើងអំពីនិយមន័យនិងប្រវត្តិនៃពាក្យយុទ្ធសាស្ត្រតើយុទ្ធសាស្ត្រជាអ្វីមុននឹងខ្ញុំបកស្រាយអំពីនិយមន័យពាក្យយុទ្ធសាស្ត្រខ្ញុំសូមធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាបន្តិចអំពីប្រវត្តិនៃពាក្យយុទ្ធសាស្ត្រពាក្យថាយុទ្ធសាស្ត្រមានដើមកំណើតដំបូងមកពីទីក្រុងអាថែនប្រទេសក្រិកនៅក្នុងសតវត្សទី6មុនគ្រិស្តសករាជដែលគេប្រើប្រាស់ក្នុងវិស័យយោធានិងការដឹកនាំនយោបាយពាក្យថាយុទ្ធសាស្ត្រមកពីពាក្យពីរគឺ Stratos និង Agent ដែលពាក្យថា Stratos មានន័យថាការពង្រាយកងទ័ពពេញដីចំណែកឯពាក្យ Agent មានន័យថាការដឹកនាំម្យ៉ាងវិញទៀតមេទ័ពស៊ុនអ៊ូបានសរសេរនៅក្នុងសៀវភៅសិល្បៈនៃសង្គ្រាម Art of War បានឲ្យនិយមន័យយុទ្ធសាស្ត្រថាជាការងារដ៏អស្ចារ្យរបស់អង្គភាពឬស្ថាប័នដែលឡែកនៅក្នុងលទ្ធិតាវវិញបានឲ្យនិយមន័យយុទ្ធសាស្ត្រថាជាស្ថានភាពរស់ឬក៏ស្លាប់នៅក្នុងសតវត្សឆ្នាំ1960លោក Alfred Chandler បាននាំយកពាក្យយុទ្ធសាស្ត្រជាផ្លូវការចូលមកក្នុងបរិបទនៃអាជីវកម្មឥឡូវនេះយើងនឹងពិនិត្យមើលនិយមន័យនៃពាក្យយុទ្ធសាស្ត្រវិញម្ដងយុទ្ធសាស្ត្រជាទិសដៅរយៈពេលវែងរបស់អង្គភាពមួយមានន័យថាវាជាការកំណត់ទិសដៅឬគោលបំណងរបស់ស្ថាប័នមួយមិនមែនតែមួយថ្ងៃឬពីរថ្ងៃប៉ុន្តែសម្រាប់រយៈពេលវែងអាច1ឆ្នាំ2ឆ្នាំ3ឆ្នាំ5ឆ្នាំឬពេញមួយជីវិតរបស់អង្គភាពណាមួយសម្រាប់ក្រុមប្រឹក្សាភិបាលឬអ្នកគ្រប់គ្រងអង្គភាពគេប្រើប្រាស់យុទ្ធសាស្ត្រដើម្បីកំណត់គោលបំណងឲ្យច្បាស់លាស់និងសម្រាប់លើកទឹកចិត្តក្នុងអង្គភាពទាំងមូលឧទាហរណ៍ទិសដៅរយៈពេលវែងរបស់ក្រុមហ៊ុន Amazon គឺផ្ដើមចេញពីការលក់សៀវភៅរហូតដល់ការផ្ដល់សេវាកម្មជាច្រើនតាមរយៈអ៊ីនធឺណិតចំណែកឯក្រុមហ៊ុន Disney វិញចាប់ផ្ដើមដំបូងដោយការផលិតគំនូរជីវចលហើយទិសដៅរយៈពេលវែងរបស់ក្រុមហ៊ុន Disney នោះគឺការកម្សាន្តចម្រុះមួយវិញទៀតយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តដោយប្រើប្រាស់ថាមពលអគ្គិសនីហើយចាត់ទុកការផលិតរថយន្តអគ្គិសនីនេះជាទិសដៅរយៈពេលវែងរបស់ Tesla ហើយអ្វីបានជា Tesla ផលិតរថយន្តអគ្គិសនីនេះគឺដោយសារតែ Tesla យល់ឃើញថាធនធានឥន្ធនៈឬក៏ប្រេងនឹងខ្សត់ខ្សោយឬនឹងអស់នៅពេលអនាគតដូច្នេះ Tesla ផលិតរថយន្តអគ្គិសនីដើម្បីចែកចាយនិងលក់ទូទាំងពិភពលោកគំនិតនេះត្រូវបានក្រុមហ៊ុនផ្សេងៗជាច្រើនយកមកអនុវត្តក្នុងក្រុមហ៊ុនរបស់គេដោយផលិតជារថយន្តអគ្គិសនីជាច្រើន model ដែលមាននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះដោយឡែកសម្រាប់វិស័យយោធាវិញគេប្រើប្រាស់យុទ្ធសាស្ត្រដើម្បីធ្វើសង្គ្រាមជាក់ស្ដែងនៅខែមេសាឆ្នាំ1940តាមរយៈយុទ្ធសាស្ត្រសង្គ្រាមផ្លេកបន្ទោ Lightning War ដែលបង្កើតភាពតក់ស្លុតខាងផ្លូវចិត្តនិងការធ្វើឲ្យសត្រូវបែកខ្ញែកកម្លាំងតាមរយៈការប្រើប្រាស់សម្ភារៈសឹកឬអាវុធប្រកបដោយភាពភ្ញាក់ផ្អើលក្នុងល្បឿនលឿននិងសន្ធាប់ប្រទេសអាល្លឺម៉ង់បានចូលគ្រប់គ្រងដាណឺម៉ាកនិងណ័រវេសមួយខែក្រោយមកកងទ័ពអាល្លឺម៉ង់បានបន្តឆ្ពោះទៅហូឡង់បេហ្សិកហើយចុងក្រោយគឺបារាំងដែលជាមហាអំណាចដ៏ធំមួយតែត្រូវអាល្លឺម៉ង់វាយកបានក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះសម្រាប់វិស័យនយោបាយវិញអ្នកដឹកនាំនយោបាយបានប្រើប្រាស់យុទ្ធសាស្ត្រដើម្បីដឹកនាំប្រទេសជាតិក្នុងរយៈពេលវែងឧទាហរណ៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពក្នុងគោលបំណងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ2050ដែលបញ្ចកោណទី1គឺការអភិវឌ្ឍមូលធនមនុស្សបញ្ចកោណទី2ពិពិធកម្មសេដ្ឋកិច្ចបង្កើនភាពប្រកួតប្រជែងបញ្ចកោណទី3ការអភិវឌ្ឍវិស័យឯកជននិងការងារបញ្ចកោណទី4ការអភិវឌ្ឍដោយភាពធន់ចីរភាពនិងបរិយាបន្ននិងបញ្ចកោណចុងក្រោយទី5សេដ្ឋកិច្ចនិងសង្គម Digital សរុបជារួមមកយុទ្ធសាស្ត្រជាទិសដៅរយៈពេលវែងរបស់អង្គភាពដើម្បីកំណត់គោលបំណងឲ្យមានភាពច្បាស់លាស់
សម្រាប់លើកទឹកចិត្តដំណើរការក្នុងអង្គភាពទាំងមូលខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីយុទ្ធសាស្ត្រដែលមាននៅក្នុងវិស័យអាជីវកម្មយោធាក៏ដូចជានយោបាយសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត